ក្តីមន្ត្រីអនទានប្រាក់ខែជាង1លានមានរៀងសង្ហាធ្លាប់ជានិស្សិតកម្រិតបរិញ្ញាចង់ទៅសិក្សាស្ថាលូនដំបងមីងថាខ្ញុំខ្ចីកំភៃលោកគ្រូខ្ញុំមិនទុកយូរមានលុយផ្ដាច់ធំមកលោកគ្រូផ្ដាច់ឲ្យយកវិញតែញឡានដឹកដូងដឹកពោតលំលងរត់នៅឯផ្សារមុនខ្ចីសំដីមីងសែនពីរោះសុំបងរំដោះទាំងដើមទាំងកាមិនឲ្យលោកគ្រូកម្រិតបរិញ្ញាឈឺចាប់មកអរ៉ាដោយសារខ្ញុំទេដល់ថ្ងៃត្រូវសងដំបងនៅដៃគ្រូរត់រញ៉ៃទាំងឯងទាំងគេធ្វើទៅគូចមុខមៀមត្រៀមហាមាត់ជេស្រែកថាចាំវាសងតាមសន្យាមីងជាបណ្ឌិតខ្ញុំគិតមិនដល់ឯកសារដំកល់សត្វមានកងត្រាខ្ញុំជានិស្សិតកម្រិតបរិញ្ញាមិននឹកស្មានថាមីងជាបណ្ឌិតអូយមកហើយចំអតិថិជនបណ្ឌិតអើយសុំចាញ់ហើយសំដីមីងសែនពីរោះសុំបងរំលោះទាំងដើមទាំងកាមិនឲ្យលោកគ្រូកម្រិតបរិញ្ញាឈឺចាប់មកអរ៉ាដោយសារខ្ញុំទេដល់ថ្ងៃត្រូវសងដំបងនៅដៃគ្រូរត់អញ្ញៃទាំងឯងទាំងគេធ្វើមកដូចមៀមត្រៀមហាមាត់ជេស្រែកថាចាំវាសងតាមសន្យាមីងជាបណ្ឌិតខ្ញុំគិតមិនដល់ឯកសារដំកល់សត្វមានកងត្រាខ្ញុំជាកម្រិតបរិញ្ញាអូយមិននឹកស្មានថាមីងជាបណ្ឌិតមិននឹកស្មានថាមីងជាបណ្ឌិតអូយហើយនេះអារម្មណ៍របស់ CEO តែ CEO អត់ដែរគិតភ្ញៀវម្ដងសោះអ្នកភ្លេងសុំបន្តិចមើលតាក់គេទីមើលទៅហូរទៅសាត់វិញចាំមើលអារម្មណ៍អតិថិជនវិញមកអើយហូ CEO មកបាតោដាក់ខ្ញុំឥឡូវនឹងមកបាក់ដែរសុំច្បាប់ធនាគារពន្យាបងប្រាក់សេដ្ឋកិច្ចវាធ្លាក់សុំចពាំងបានម្ដងសុំយឺត2ខែចាំលក់ស្រែសងខ្ញុំសុំទោសផងណាបងស៊ីអូបានអ្នកភ្លេងលក់ស្រែដាច់ទេរត់ទៅអរគុណ